ជារៀងរាល់ថ្ងៃសុកស្ត្រីម្នាក់តែងតែលួចមើលអ្នកចិត្តខាងងូទឹកក្នុងអាងទឹកពីលើជញ្ជាំងសក់ដ៏ទន់រលោងនិងសាច់ដុំពោះដ៏ស្រស់សង្ហារបស់យ៉ាកធ្វើឲ្យខេឆាជួយស៊ីស្រឡាញ់ស្ទើរឈួតដើម្បីឆក់យកបេះដូងរបស់គាត់ឲ្យបានឆាប់រហ័សជារៀងរាល់យប់នាងថែមទាំងថើបរូបថតរបស់យ៉ាករាប់រយដងនិងបួងសួងឥតឈប់ឈរសុំឲ្យយ៉ាកងាកមកស្រឡាញ់នាងគួរឲ្យស្ដាយការពិតមិនដូចការគិតឡើយព្រោះយ៉ាកមានប្រពន្ធរួចទៅហើយថែមទាំងមានគ្រួសារដ៏មានសុភមង្គលដែលមានសមាជិក3នាក់ហើយកូនស្រីរបស់គាត់ក៏ជាសិស្សពូកែផងដែរដោយសារការខិតខំប្រឹងប្រែងបច្ចុប្បន្ននេះរលងជោគចូលសាកលវិទ្យាល័យដ៏ល្បីប្រចាំតំបន់ប៉ុន្តែថ្លៃសិក្សាដ៏ខ្ពស់រហូតដល់$75,000បានធ្វើឲ្យប្តីប្រពន្ធមួយគូនេះជួបការលំបាកយ៉ាងខ្លាំងជាការពិតណាស់នេះមិនមែនជាចំណុចសំខាន់នោះទេចំណុចសំខាន់គឺដើម្បីបាននៅក្បែរយ៉ាកនាងខៃឆៃបានទិញផ្ទះនៅក្បែរនោះហើយបានក្លាយជាអ្នកចិត្តខាងថ្មីរបស់ពួកគេយ៉ាងរលូនដើម្បីបំបែកបំបាក់ប្តីប្រពន្ធមួយគូនេះឲ្យបានឆាប់និងក្រសោបយកសេចក្តីស្រឡាញ់ពីយ៉ាកតែម្នាក់ឯងខៃឆៃដែលមានចិត្តមិនប្រក្រតីក៏នឹកឃើញផែនការមួយយ៉ាងលឿនយប់នោះនាងបានតែងខ្លួនយ៉ាងស្អាតបាតកាន់នំដំណាប់ប៉ោមអាផូភីទៅគូសទ្វារផ្ទះរបស់យ៉ាកក្នុងនាមជាអ្នកចិត្តខាងថ្មីប៉ុន្តែគ្រប់គ្នាសុទ្ធតែដឹងថាការសួរសុខទុក្ខនេះគ្រាន់តែជាលេសប៉ុណ្ណោះគោលបំណងពិតរីកតគឺចង់ខិតឲ្យចិត្តបរោះក្នុងក្តីស្រមៃរបស់នាងហើយខេឆេក៏មានល្បិចកខ្ពស់ណាស់ដែរដើម្បីកុំឲ្យម្ចាស់ផ្ទះឈ្មោះលីសាមានការសង្ស័យនាងបានយករូបថតប្តីរបស់ខ្លួនមកបង្ហាញអ្នកគ្រប់គ្នាដោយប្រាប់ថាប្តីរបស់នាងកំពុងចុះបេសកកម្មនៅខេត្តពេលគាត់ត្រឡប់មកវិញនាងនឹងណែនាំឲ្យអ្នកគ្រប់គ្នាបានស្គាល់ដោយការរំពឹងទុកគ្រាន់តែលើពាក្យនេះភ្លាមលីសាដែលធ្លាប់តែមានការប្រុងប្រយ័ត្នក៏បាត់ការសង្ស័យភ្លាមប៉ុន្តែនាងមិនបានដឹងសោះថាការលេចមុខរបស់ខេឆេស្ទើរតែធ្វើឲ្យគ្រួសាររបស់នាងត្រូវបែកបាក់ចាប់ពីថ្ងៃនោះមកខេឆេតែងតែលួចមើលសកម្មភាពរបស់ប្តីប្រពន្ធពួកគេតាមរយៈបង្អួចហើយរាល់ពេលដែលពួកគេទាំងពីរមានសកម្មភាពផ្អែមល្ហែមនឹងគ្នាខេឆេខឹងខំធ្មេញស្ទើរតែបែកដោយក្តីខឹងសម្បានាងសម្រេចចិត្តថាត្រូវតែធ្វើអ្វីម្យ៉ាងគិតភ្លាមធ្វើភ្លាមយប់នោះនាងបានធ្វើនំខេកដែលមានលីគូសារធាតុពិសេសជាមួយហើយក៏យកទៅឲ្យលីសាភ្លាមដោយមិននិយាយច្រើនដោយសារតែថ្ងៃនេះលីសាត្រូវទៅជួបអតិថិជនហើយកំពុងបារម្ភថាមិនមានកាដូអ្វីផងនោះនាងក៏មិនបានគិតច្រើនរួចយកនំខេកនោះទៅជួបអតិថិជនតែម្ដងលទ្ធផលគឺមិនខុសពីការរំពឹងទុកក្រោយពីអតិថិជនញ៉ាំនំនោះបានបន្តិចក៏ត្រូវបញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់ភ្លាមដោយសារពុលអាហារចំណែកឯលីសាក៏ត្រូវបាត់បង់ការងារដោយសាររឿងនេះដែរដោយកំហឹងនាងក៏ប្រញាប់ទៅរកខៃឆៃហើយសួរថាតើនាងបានដាក់អ្វីខ្លះក្នុងនំខេកនោះចំណែកខៃឆៃធ្វើពុតជាមិនដឹងអីរួចសួរត្រឡប់ទៅវិញថាគឺអ្នកឯងមិនបានប្រាប់ខ្ញុំសោះថាអតិថិជនរបស់អ្នកអាឡែស៊ីនឹងអាហារអ្វីបើគិតឲ្យច្បាស់ទៅវាក៏សំហេតុផលយ៉ាងដែរលេសាត្រូវនាងទៅវិញរហូតតគំនិតក៏សុខចិត្តទម្លាក់មុខសុំទោសនាងទៅវិញប៉ុន្តែនាងមិនបានដឹងតតែសោះថាការសងសឹករបស់ខៃឆៃទើបតែចាប់ផ្ដើមប៉ុណ្ណោះថ្ងៃបន្ទាប់មកទៀតនាងបានប្រាកូនចៅម្នាក់របស់នាងឲ្យបន្លំខ្លួនជាបុគ្គលិកហិរញ្ញវត្ថុទូរស័ព្ទទៅផ្សព្វផ្សាយប្រាប់លេសាដោយអះអាងថាពួកគេមានផលិតផលវិនិយោគដែលអាចទទួលបានប្រាក់ចំណេញខ្ពស់ឲ្យតែលេសាយល់ព្រមយកប្រាក់សន្សំមកសាកល្បងគេធានាថានឹងធ្វើឲ្យប្រាក់ដើមកើនឡើងជាច្រើនដងមិនខានដំបូងឡើយលេសាមិនជឿទេប៉ុន្តែពេលនឹកឃើញថាខ្លួនឯងទើបតែបាត់បង់ការងារហើយកូនស្រីក៏ត្រូវការប្រាក់យ៉ាងច្រើនដើម្បីរៀននៅសាកលវិទ្យាល័យផងនោះលេសាក៏ងឹតមុខយកព្រមភ្លាមប៉ុន្តែដើម្បីសុវត្ថិភាពនាងទាមទារចង់ជួបពិភាក្សាផ្ទាល់ហើយរឿងនេះក៏ស្ថិតក្នុងផែនការរបស់ខែឆែដែលនាងមានចិត្តណាឲ្យមិត្តភ័ក្តិរបស់នាងជ្រើសរើសទីតាំងនៅហាងកាហ្វេដែលយ៉ាកតែងតែទៅញឹកញាប់សូម្បីតែពេលវេលាក៏គិតទុកយ៉ាងស័ក្តិសមបំផុតគ្រាន់តែពួកគេអង្គុយចុះបានបន្តិចយ៉ាកក៏បានឃើញប្រពន្ធរបស់ខ្លួនកំពុងអង្គុយនិយាយសើចក្អាកក្អាយជាមួយបុរសផ្សេងទៅហើយទោះបីជាលេសាខិតខំពន្យល់បកស្រាយម្ដងហើយម្ដងទៀតថាគេគ្រាន់តែជាបុគ្គលិកហិរញ្ញវត្ថុក៏ដោយក៏ទង្វើដែលនាងលួចយកពេលយប់ខែឆៃបានរត់ទៅមុខទ្វារចំណតឡានផ្ទះរបស់លេសាហើយលួចកាត់ខ្សែហ្វ្រាំងឡានម្យ៉ាងវិញទៀតយ៉ាកក៏បានដឹងដំណឹងពីការបាត់បង់ការងាររបស់ប្រពន្ធគាត់ដែរពេលថ្ងៃលួចយកលុយទៅប្រើពេលនេះថែមទាំងបាត់បង់ការងារទៀតអ្នកទាំងពីរក៏ឆ្លោះគ្នាកាន់តែខ្លាំងដោយសារតែរវល់តែឆ្លោះគ្នាលេសាថែមទាំងភ្លេចរឿងពិធីទទួលសញ្ញាបត្ររបស់កូនស្រីទៀតផងកូនស្រីក៏ជាក្មេងដែលដឹងក្តីម្នាក់ដើម្បីកុំឲ្យរំខានឪពុកម្ដាយនាងសុខចិត្តទៅរកខែឆៃឲ្យជួយផាត់មុខឲ្យអ្វីទាំងអស់សុទ្ធតែស្ថិតក្នុងផែនការរបស់ខែឆៃនាងចង់ធ្វើឲ្យលេសានៅឯកោដើម្បីដឹងតាមយកតំណែងរបស់នាងលុះត្រាតែលេសានឹងប្តីឆ្លោះគ្នាចប់ទើបនឹកឃើញរឿងកូនស្រីប៉ុន្តែខៃឆៃបានប្រាប់នាងថាខ្លួនបានជួយជូនកូនស្រីនាងទៅសាលារួចបាត់ទៅហើយពេលលើកបែបនេះទោះបីជាលេសាខឹងក៏ដោយក៏នាងត្រឹមតែអាចប្រមានខៃឆៃដោយសម្ដីទន់ភ្លន់ថាលើកក្រោយកុំធ្វើបែបនេះទៀតនិយាយចប់នាងក៏បើកឡានចេញទៅចូលរួមពិធីទទួលសញ្ញាបត្ររបស់កូនស្រីដែលធ្វើឲ្យខៃឆៃសប្បាយចិត្តយ៉ាងខ្លាំងព្រោះយប់មិញនាងបានកាត់ខ្សែហ្វ្រាំងឡានរួចបាត់ទៅហើយលេសាច្បាស់ជានឹងជួបគ្រោះថ្នាក់នៅតាមផ្លូវជាមិនខានហើយការពិតក៏វាអញ្ចឹងមែនលេសាទើបតែចេញដំណើរបានបន្តិចឡានក៏បានខូចនៅតាមផ្លូវដោយអស់ជំរឿនាងចង់ពន្យល់ប្រាប់កូនស្រីដើម្បីសុំការអភ័យទោសប៉ុន្តែនឹកស្មានមិនដល់សោះថាខៃឆៃបានយកមុខជំនួសនាងបាត់ទៅហើយអ្វីដែលធ្វើឲ្យនាងកាន់តែទ្រាំមិនបាននោះគឺនៅពេលបន្ទាប់ពេលយកទូរស័ព្ទរបស់លេសាបានទទួលសារមួយថាប្រាក់$75,000ដែលនាងទិញផលិតផលវិនិយោគពីមុននោះត្រូវបាត់បង់ទាំងអស់មិនត្រឹមតែប៉ុណ្ណោះសូម្បីតែលេខទូរស័ព្ទរបស់ទីប្រឹក្សាហិរញ្ញវត្ថុនោះក៏មិនអាចតាក់ទងបានដែរនោះគឺជាថ្លៃសិក្សានៅសាកលវិទ្យាល័យរបស់កូនស្រីពេលដឹងរឿងគ្រប់យ៉ាងយ៉ាកក៏ផ្ទុះកំហឹងយ៉ាងខ្លាំងគាត់បានបន្ទោសលេសាឥតឈប់ឈរថាធ្វើអ្វីក៏មិនបានការដែរឃើញថាគូបំណងបានសម្រេចខៃឆៃដឹងថាវាដល់ពេលដែលត្រូវប្រាក់ក្បាច់ចុងក្រោយហើយនាងបានយកថ្នាំមួយដេកយ៉ាងច្រើនមកដាក់លើតុរួចកិនវាឲ្យម៉ត់ហើយចាក់វាចូលទៅក្នុងកាហ្វេគោឲ្យសពរួចគ្រប់គម្របយ៉ាងជិតនាងប្រុងប្រយ័ត្នបំផុតដោយធ្វើសញ្ញាសម្គាល់នៅបាតកែវដើម្បីងាយស្រួលចំណាំបន្ទាប់ពីធ្វើរឿងទាំងនេះរួចរាល់ខៃឆៃក៏ទៅគូសទ្វារផ្ទះរបស់លេសាតាមឈ្មោះគឺមានបំណងឲ្យយកកាហ្វេមកឲ្យប៉ុន្តែការពិតគឺចង់កម្ចាត់អ្នកជិតខាងលេសាដើម្បីដណ្ដើមយកប្តីរបស់នាងដោយគ្មានការប្រុងប្រយ័ត្នខៃឆៃត្រូវបានអញ្ជើញឲ្យចូលក្នុងផ្ទះហើយរកពេលនោះកាហ្វេដែលមានសញ្ញាសម្គាល់ក៏ត្រូវបានលេសាផឹកអស់គ្មានសល់ថ្នាំនោះចេញរដូវយ៉ាងលឿនត្រឹមតែមួយសន្ទុះក្រោយមកលេសាក៏បានដួលសន្លប់នៅលើឥដ្ឋពេលឃើញគោលបំណងបានសម្រេចខៃឆៃប្រញាប់ដើរទៅផ្ទះបាយចាក់កាហ្វេដែលមានជាតិថ្នាំចូលទៅក្នុងលូបន្ទាប់មកលាងសម្អាតកាកសំណល់ចេញរួចក៏ចាក់កាហ្វេមួយពែងទៀតរបស់ខ្លួនចូលទៅក្នុងកែវនោះបន្តិច
ពេលរៀបចំអ្វីរួចរាល់ខែឆែក៏បានហៅមិត្តភក្តិកូនចៅរបស់នាងមកឆ្លៀតពេលដែលគេមិនដឹងខ្លួននាងបានចាក់គេប្រមាណកំបិតសម្រាប់ចោលតែម្ដងហើយរៀបចំកន្លែងកាត់ហេតុដោយខ្លាញ់បន្លំទម្លាក់កំហុសទាំងអស់ទៅឲ្យលេសាចំណែកឯនាងវិញក៏ដើរត្រឡប់ទៅផ្ទះខ្លួនឯងវិញដោយមិនប្រញាប់ប្រញាល់ឡើយមិនយូរប៉ុន្មានឃាតកម្មនេះក៏ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីខាងប៉ូលីសតាមការស៊ើបអង្កេតបឋមគ្មានអ្វីគួរឲ្យសង្ស័យទេលេសាគឺជាជនសង្ស័យធំបំផុតពេលលើបែបនេះលេសាស្រឡាំងកាំងភ្លាមទោះបីជានាងមិនអាចចាំថាមានរឿងអ្វីកើតឡើងបន្ទាប់ពីនាងសន្លប់ក៏ដោយក៏នាងប្រកាសក្នុងចិត្តយ៉ាងច្បាស់ថានាងបានសន្លប់បន្ទាប់ពីផឹកកាហ្វេនោះរួចដូច្នេះលេសាសង្ស័យថាវាច្បាស់ជាស្នាដៃរបស់ខៃឆៃប៉ុន្តែមានឬដែលខៃឆៃព្រមសារភាពនោះនាងអះអាងថាខ្លួនមិនស្គាល់ជនរងគ្រោះសោះឡើយផ្ទុយទៅវិញលេសាទើបតែត្រូវបរិះនោះបោកប្រាស់លុយដូច្នេះនាងមានគំនុំសម្រាប់គេគ្រប់គ្រាន់ក្រោយពីស្ដាប់ការពន្យល់របស់អ្នកទាំងពីររួចប៉ូលីសក៏បានយកកាហ្វេនោះទៅពិនិត្យភ្លាមប៉ុន្តែលទ្ធផលបង្ហាញថាវាធម្មតាចុងក្រោយលេសាត្រូវបានចាប់ឃុំខ្លួនក្នុងពន្ធនាគារក្នុងនាមជាជនសង្ស័យខេឆៃធ្វើពុតជាការទុកនៅខាងក្រៅប៉ុន្តែក្នុងចិត្តវិញសប្បាយជាងអ្នកណាទាំងអស់ព្រោះការបាត់ខ្លួនរបស់លេសាមានន័យថានាងខ្វះតែមួយជំហានទៀតប៉ុណ្ណោះក្នុងការយកបានចាក់រឿងនេះធ្វើឲ្យប្រពន្ធរងទុក្ខយ៉ាងខ្លាំងនាងធ្លាប់បានប្តឹងឧទ្ធរណ៍មិនមែនត្រឹមតែម្ដងទេប៉ុន្តែតុលាការតែងតែច្រានចោលដោយសារតែភស្តុតាងរឹងមាំពេកសំណាងល្អក្នុងចំណោមសមាជិកគ្រួសារកូនស្រីគឺជាមនុស្សដែលចេះគិតពិចារណាល្អិតល្អន់នៅក្នុងការចងចាំរបស់នាងទោះបីជាម្ដាយរបស់នាងរៀងតឹងតែងបានតិចមែនប៉ុន្តែនាងមិនជឿថាម្ដាយជាឃាតករឡើយដូច្នេះដើម្បីស្វែងរកការពិតនៅពីក្រោយរឿងនេះក្មេងស្រីនេះបានចាប់ផ្ដើមស៊ើបសួរពីប្រវត្តិរបស់ខៃឆៃគ្រប់ទីកន្លែងត្រឹមរយៈពេលខ្លីតែ3ថ្ងៃប៉ុណ្ណោះនាងបានសាកសួរតាមដងផ្លូវជាច្រើនហើយតាមរយៈការខិតខំប្រឹងប្រែងឥតឈប់ឈរទីបំផុតនាងក៏បានរកឃើញអតីតប្តីរបស់ខៃឆៃតាមរយៈសម្ដីរបស់អតីតប្តីក្មេងស្រីនេះទើបដឹងច្បាស់ថាខៃឆៃជានារីប្រភេទណាឲ្យប្រកាសតាមការទម្លាយឲ្យដឹងក្រោយពេលរៀបការមិនបានប៉ុន្មានគាត់សង្កេតឃើញថាស្ត្រីម្នាក់នេះតែងតែសម្លឹងមើលរូបថតអតីតមិត្តប្រុសដោយភ្លឹកស្មារតីក្នុងចំនួនម្ដងនោះគាត់គ្រាន់តែច្រឡំឲ្យរូបថតនោះចោលប៉ុន្តែលទ្ធផលគាត់ស្ទើរតែត្រូវស្រីឈួតខៃឆៃនេះច្របាច់ក៏សម្លាប់ទាំងរស់ទៅហើយដោយសារតែរឿងនេះហើយទើបអ្នកទាំងពីរឈានដល់ផ្លូវបំបែកនៃអាពាហ៍ពិពាហ៍ហើយបរិះនៅក្នុងរូបថតនោះគឺជាឪពុករបស់ក្មេងស្រីនេះឯងគឺយ៉ាក់ក្រោយពីដឹងការពិតនាងក៏ប្រញាប់ជូនដំណឹងដល់ឪពុករបស់នាងភ្លាមហើយប្រាប់គាត់ឲ្យប្រុងប្រយ័ត្នចំពោះខៃឆៃមិនដែលនឹកសង្ស័យតតែសោះថាពេលដែលនាងចិត្តនឹងទទួលបានជោគជ័យទៅហើយបែរជាត្រូវបំផ្លាញដោយក្មេងស្រីម្នាក់ទៅវិញខៃឆៃមិនសុខចិត្តឡើយមិនសុខចិត្តដែលចំណៃដល់មកទៅហើយបែរជាត្រូវរបូតទៅវិញដោយក្តីខឹងសម្បានាងបានប្រែក្លាយក្តីស្រឡាញ់ទៅជាគំនុំរួចទាញយកវត្ថុតាំងលម្អនៅក្បែរនោះវាសន្ធប់ទៅលើយ៉ាក់ពីរបីដងធ្វើឲ្យគាត់ដួលសន្លប់បាត់ស្មារតីពេលដែលនាងកំពុងរៀបចំកម្ចាត់សាកសពនិងបំបត្តិភស្តុតាងកូនស្រីដែលទើបតែត្រឡប់មកផ្ទះវិញក៏បានឃើញហេតុការណ៍ទាំងមូលដើម្បីកុំឲ្យរឿងនេះបែកធ្លាយខៃឆៃក៏មានគំនិតចង់សម្លាប់មនុស្សម្ដងទៀតដោយគ្មានផ្លូវជ្រើសរើសរត់ក៏រត់មិនរួចក្មេងស្រីដែលត្រូវគេតាមយីក៏សម្រេចចិត្តទាញយកឧបករណ៍កីឡាមកវាយតបវិញដោយប្រើប្រាស់ព្រៀបនៃអាវុធវែងក្មេងស្រីនេះបែរជាមានព្រៀបជាងហើយវាយទៅលើខៃឆៃយ៉ាងចាស់ដៃប៉ុន្តែនៅពេលដែលនាងទម្លាក់ការប្រុងប្រយ័ត្នហើយរៀបចំទូរស័ព្ទហៅប៉ូលីសស្រាប់តែខៃឆៃស្ទុះងើបឡើងមកច្របាច់ក៏ក្មេងស្រីនេះយ៉ាងណែនសំណាងល្អក្នុងពេលប្រព្រឹត្តប្រផាវយ៉ាក៏បានដឹងខ្លួនទាន់ពេលហើយជួយសង្គ្រោះកូនស្រីបាននៅចុងបញ្ចប់នៃសាច់រឿងលេសាត្រូវបានដោះលែងដោយគ្មានទោសកំហុសហើយបានរស់នៅយ៉ាងមានសុភមង្គលជាមួយប្តីនិងកូនស្រីម្ដងទៀតចំណែកឯខៃឆៃវិញត្រូវបានចាប់ឃុំខ្លួនក្នុងពន្ធនាគារជារៀងរាល់ថ្ងៃបានត្រឹមតែអង្គុយភ្លឹកមើលរូបថតរបស់យ៉ាក់និងស្រមើស្រមៃថាថ្ងៃណាមួយនាងអាចនឹងបានជួបរឿងស្នេហាជាមួយគាត់ម្ដងទៀតសាច់រឿងក៏ត្រូវបានបញ្ចប់ត្រឹមនេះកុំភ្លេចជួយ follow ខ្ញុំផង